ព្រះសម្មាសម្ពុទ្ធបង្រៀនកូនប្រុសស្រីទាំងឡាយនិយាយមែនទែនទៅញាតិញោមពុទ្ធបរិស័ទទាំងឡាយដូចអាខ្លួនឯងផ្ទាល់អញ្ចឹងជាមួយញោមប្រុសស្រីគឺអាប្រឹងឲ្យអស់ពីលទ្ធភាពនៅពេលដែលគាត់នៅរស់តែក្រោយពេលដែលស្លាប់ហើយធម្មតាធ្វើបុណ្យតាមប្រពៃណីធម្មតាដុតកប់ជារឿងធម្មតាតែអ្វីដែលត្រូវធ្វើគឺពេលដែលនៅរស់ប្រឹងឲ្យអស់ពីលទ្ធភាពជួយគាត់បានប៉ុណ្ណឹងធ្វើម៉េចមិនឲ្យស្ដាយក្រោយទៅអូកាលម៉ែឪនៅមិនបានបំពេញតួនាទីគឺដាច់ខាត់មិនឲ្យខ្លួនឯងស្ដាយក្រោយពីរឿងនឹងជាដាច់ខាត់ដូចនិយាយពីសព្ទាមុនអញ្ចឹងថាបុគ្គលដែលមានតែមួយជាបុគ្គលឯកក្នុងជីវិតរបស់ខ្ញុំកណ្ដាលអាត្មាភាពគឺមានតែ2នាក់ប៉ុណ្ណោះគឺឪពុកនិងម្ដាយបង្កើតបរិសក្នុងលោកមិនតាន់មានឃើញអ្នកណាដែលមានចិត្តស្មោះនឹងខ្ញុំបកណ្ដាលអាត្មាភាពស្មើនឹងញោមប្រុសឡើយស្ត្រីក្នុងលោកនារីក្នុងលោកក៏មិនតាន់មាននារីណាដែលមានចិត្តស្មោះនឹងខ្ញុំបកណ្ដាលអាត្មាភាពស្មើនឹងញោមស្រីបង្កើតឡើយនេះនិយាយសម្រាប់ខ្លួនឯងអ្នកដទៃដែលមានម៉ែឪក៏ដូចគ្នាអញ្ចឹងដែរយើងមើលតួនាទីកូនប្រុសស្រីដែលត្រូវកប់ដីតបចំពោះមេដាបេដាមាន5ចំណុចក្នុងបណ្ដាចំណុចទាំង5មាន4ចំណុចគឺពេលដែលឪពុកម្ដាយនៅរស់មានន័យថា80ទៅ 90% គឺពេលដែលឪពុកម្ដាយនៅរស់ចំណុចចុងក្រោយពេលដែលគាត់ស្លាប់គឺជាចំណុចដែលយើងគោរពទៅតាមសាសនាហើយក៏មិនគោរពទាំងងងឹតងងល់ទេក្នុងលក្ខណៈក្រែងលោដែលយើងធ្វើបុណ្យឲ្យគាត់នៅពេលដែលគាត់ស្លាប់ហើយនោះតែវាមិនច្បាស់លាស់ដូចដែលគាត់នៅរស់ទេពេលដែលគាត់នៅរស់យើងជូនបាយមួយចានគាត់ពិសាមួយចានមិនបាច់សង្ស័យទៅសួរអ្នកណាថាតើខ្ញុំជូនមួយចានហ្នឹងដល់ម៉ែឪឬអត់បាច់សង្ស័យខ្ញុំជូនសម្លៀកបំពាក់ទៅឪពុកម្ដាយរបស់ខ្ញុំតើគាត់បានទទួលដែរឬទេមិនបាច់ទៅសួរអាចារ្យណាទេបើគាត់នៅរស់គឺពិតជាបានពេលនោះម្ដេចក៏កូនប្រុសស្រីទាំងឡាយមិននាំគ្នាធ្វើជាឱកាសល្អណាស់កូនទាំងឡាយឱកាសល្អមិនមានយូរឡើយឱកាសល្អតែបាត់បង់ហើយមិនដែលត្រឡប់មកវិញឡើយដូចជាឪពុកម្ដាយរបស់យើងដែលកំពុងមានជីវិតរស់នៅគឺជាពេលវេលាដែលគាត់រស់នៅដើម្បីឲ្យយើងបានបំពេញបុណ្យកុសលបានធ្វើសេចក្តីល្អសាងឈ្មោះជាកូនកតញ្ញូជាគំរូដល់បច្ឆាជនកាលពីនៅក្មេងបន្តិចជីតាបង្កើតរបស់ខ្ញុំកណ្ដាលអាត្មាភាពគាត់ធ្លាប់បួសរៀនដែរហើយលឺញោមប្រុសចង់ធ្វើបុណ្យកតញ្ញូចង់បានធ្វើបុណ្យចម្រើនបច្ចុប្បន្នជូនគាត់និយាយបថុយថាងកូនបើកូនមានអីឲ្យតែឪពុកហូបឲ្យតែឪពុកស៊ីចាប់ឲ្យតែឆ្អែតកូនបានបុណ្យហើយមិនបាច់ធ្វើពិធីធំដុំអស់លុយច្រើនទេកូនឲ្យតែឪស៊ីឆ្អែតមកកូនឈ្មោះថាបានបុណ្យហើយអាត្មានៅពីក្មេងចេះតែឆ្ងល់មិនក៏គាត់មិនចង់ឲ្យធ្វើបុណ្យក្រែងពាក្យថាធ្វើបុណ្យវាបានបុណ្យហ៎ដល់តែបានបួសរៀនអំពីកតបកិច្ចរបស់កូនគឺទើបដឹងថាលោកតាឈ្មោះសានទុនសានប្រហែលដាក់ឈ្មោះថាសានសុជាហ្នឹងឯងគាត់និយាយត្រូវការដែលគាត់និយាយគឺត្រូវទាំងពីរមួយដើម្បីសម្ដែងទឹកចិត្តឪពុកខ្លាចកូនលំបាក
អស់លុយអស់កាក់ច្រើនទី1ទី2ចង់ឲ្យកូនខ្លាចជាកូនកតញ្ញូពិតអញ្ចឹងចម្រើនប្រជជនពិតប្រកបគឺការចិញ្ចឹមរាល់ថ្ងៃទើបឈ្មោះថាចម្រើនប្រជជនពិតប្រកបរីឯកម្មវិធីល្អមើលតែមួយពេលប៉ុណ្ណោះពាក្យថាបុណ្យចម្រើនប្រជជនគឺបុណ្យចិញ្ចឹមម៉ែឪយើងអាចហៅខុសពីពាក្យថាចម្រើនប្រជជនក៏បានយើងអាចហៅបុណ្យចម្រើនប្រជជនជំនួសពាក្យមួយទៀតថាបុណ្យចិញ្ចឹមឪពុកម្ដាយពីព្រោះពាក្យថាចម្រើនប្រជជនមានន័យថាឲ្យគាត់រស់នៅយូរឲ្យគាត់មានប្រជជនវែងអញ្ចឹងស្មើនឹងពាក្យថាចិញ្ចឹមបុណ្យចម្រើនប្រជជនមានន័យថាបុណ្យចិញ្ចឹមឪពុកម្ដាយអញ្ចឹងពិធីមួយថ្ងៃពីរថ្ងៃមិនអាចចិញ្ចឹមគាត់មួយជីវិតឡើយក៏ប៉ុន្តែសួរតែគេធ្វើនឹងខុសឬថាមិនខុសទេប្រសិនបើមានលុយគួរគប់នឹងធ្វើក៏គួរតែធ្វើដើម្បីឲ្យឪពុកម្ដាយមានការពេញចិត្តពេញថ្លើមនៅក្នុងបុណ្យកុសលជាប្រពៃណីល្អពីព្រោះនៅក្នុងពិធីនោះយើងបានធ្វើបុណ្យកុសលដែលច្រើនទៀតមានការនមស្ការព្រះរតនត្រ័យមានការសមាទានសិលមានការស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្តយើងបានស្ដាប់ព្រះធម៌ទេសនាពីព្រោះកូនចៅប្រុសស្រីទាំងឡាយទោះបីជាមានសេចក្តីស្រឡាញ់នៅក្នុងឪពុកម្ដាយប៉ុន្តែមិនយល់ដល់កម្រិតនៃការស្រឡាញ់នៅក្នុងក្របខ័ណ្ឌនៃការដឹងគុណដូច្នេះហើយបានជាពពកបរោះយើងបានបង្កើតពិធីបុណ្យនឹងឡើងដើម្បីឲ្យកូនបានស្ដាប់ធម៌ផងនេះគឺជាគំនិតដ៏វៃឆ្លាតមួយក៏ប៉ុន្តែបើកូនចេះដឹងហើយកង្វះខាតក្នុងជីវភាពមិនបរិបូរណ៍ទេគ្រាន់តែកូនចិញ្ចឹមឪពុកម្ដាយជារៀងរាល់ថ្ងៃឈ្មោះថាបានធ្វើបុណ្យចម្រើនប្រជជនជានិច្ចហើយសវណ្ណសាមដែលចិញ្ចឹមឪពុកម្ដាយហើយល្បីរាប់អសង្ខ័យឆ្នាំមិនមែនពាន់ឆ្នាំមិនមែនម៉ឺនឆ្នាំតែអសង្ខ័យឆ្នាំសវណ្ណសាមបានបំពេញតួនាទីជាកូនក្នុងក្របខ័ណ្ឌនៃកូនកតញ្ញូចិញ្ចឹមមេត្តាបិតាបានធ្វើបុណ្យកតញ្ញូផងចម្រើនប្រជជនផងរាល់ថ្ងៃចិញ្ចឹមរាល់ថ្ងៃនឹងចឹងដូច្នេះរឿងក្រោយពេលដែលឪពុកម្ដាយស្លាប់ហើយធ្វើយ៉ាងណាក៏បានបន្តិចបន្តួចតាក់បាតលោកឧទ្ទិសទៅក៏បានមិនជាសំខាន់ដូចជាពេលដែលគាត់នៅរស់ឡើយគាត់នៅរស់សំខាន់ពីរយ៉ាងមួយគឺចិញ្ចឹមរូបកាយពីរចិញ្ចឹមទឹកចិត្តចំណុចទី3ការផ្ដល់កំណើតឲ្យគាត់នៅក្នុងការតបគុណមេត្តាបិតាព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គទ្រង់ត្រាស់ថាទោះបីជាកូនទាំងឡាយមានការតបគុណការដឹងគុណការចិញ្ចឹមឪពុកម្ដាយល្អឥតខ្ចោះរហូតដល់ថាទៅណាមកណាលើកម្ដាយដាក់ស្មាខាងស្ដាំលើកឪពុកដាក់ស្មាខាងឆ្វេងហើយបញ្ជិះគាត់ទៅនៅលើស្មាអស់រយនៃឆ្នាំបើទុកជាថាមេដាបិតានោះបន្តបងមូលលមុខដាក់លើខ្លួនក៏មិនត្អូញត្អែធ្វើយ៉ាងនេះអស់100ឆ្នាំក៏មិនតន់ឈ្មោះថាជាការតបដ៏ឧត្តមឧត្តមឡើយព្រះអង្គសរសើរហើយប៉ុន្តែមិនឈ្មោះថាវិសេសបំផុតឡើយមិនតន់ដល់កម្រិតដែលវិសេសបំផុតឡើយប៉ុន្តែអ្នកណាមួយដែលអាចធ្វើដល់នោះបានក៏ប៉ុន្តែព្រះអង្គប្រៀបឲ្យវាលើសទៅចុះនៅក្នុងក្របខ័ណ្ឌដែលមនុស្សមិនងាយធ្វើបានប៉ុន្តែបើទុកជាមានដល់កម្រិតនោះក៏ព្រះអង្គឲ្យឈ្មោះថាមិនតន់ពេញបរិបូរណ៍ហើយពីព្រោះរូបកាយរបស់មាតាបិតាទោះបីជាកូនចិញ្ចឹមថ្នាក់ថ្នមដោយល្អយ៉ាងណាក៏ដោយគាត់ចាស់ហើយពេលវេលានៃការរស់របស់គាត់មិនយូរឡើយគាត់នឹងលាចាកយើងទៅអស់រយៈកាលមិនយូរប៉ុន្មានបន្ទាប់ពីគាត់លាចាកទៅបដិសន្ធិថ្មីប្រកាសជាមានបដិសន្ធិថ្មីមិនមែនបានដោយសារពិធីបុណ្យសពទេបដិសន្ធិថ្មីគឺបានដោយអំពើល្អឬអាក្រក់ដែលគាត់ធ្វើការដែលគាត់មានជីវិតរស់នៅដែលជាពូជដែលជាកម្ម
និយាយរួមទៅពិធីបុណ្យសពគ្រាន់តែជាការយកសពទៅទុកដាក់ឲ្យត្រឹមត្រូវតែប៉ុណ្ណោះតែគ្មានផ្ដល់លទ្ធផលអ្វីចំពោះការបដិសន្ធិរបស់គាត់ឡើយអ្វីដែលឲ្យកំណើតដល់គាត់គឺអំពើល្អឬអំពើអាក្រក់ក្នុងការដែលគាត់រស់នៅដូច្នេះអ្វីត្បិតថាកូនមិនអាចបង្កើតឪពុកម្ដាយបានក៏ប៉ុន្តែអាចមានអំពើមួយចំនួនជាសេចក្តីល្អដែលយើងអាចផ្ដល់ជាតិកំណើតឲ្យឪពុកម្ដាយក្នុងជាតិក្រោយបានគឺត្រង់ថាកូនណាដែលឪពុកម្ដាយមិនទាន់មានសទ្ធាចេះរកវិធីសាស្ត្រឲ្យឪពុកម្ដាយមានសទ្ធាជឿកម្មផលជឿបុណ្យបាបយល់ត្រូវកូនណាដែលឪពុកម្ដាយមិនទាន់មានសិលមានន័យថាមិនទាន់ប្រព្រឹត្តល្អនៅតែស្រានៅតែស្រីនៅតែលបែងបាបប្រព្រឹត្តសពគ្រប់ហ្នឹងគឺរកវិធីសាស្ត្រយ៉ាងណាឲ្យឪពុកម្ដាយតាំងនៅក្នុងសេចក្តីល្អសិលហ្នឹងគឺថាសេចក្តីល្អរួចចាកពីអបាយមុខផ្សេងមួយទៀតកូនណាដែលឪពុកម្ដាយមិនមានចិត្តចែករំលែកមិនមានចិត្តល្អមិនមានចិត្តសង្គ្រោះគឺធ្វើយ៉ាងណាឲ្យឪពុកម្ដាយនឹងមានចាគចេតនាចេះចែករំលែកចេះអាណិតអាសូរចេះជួយសង្គ្រោះអ្នកដទៃចេះធ្វើទានទី4កូនឯណាដែលឪពុកម្ដាយគាត់ល្ងងមិនយល់ថាបុណ្យមិនយល់ថាបាបពិតប្រាកដមិនយល់អ្វីហៅថាល្អមិនយល់អ្វីហៅថាអាក្រក់ពិតប្រាកដក៏ព្យាយាមរកវិធីសាស្ត្រយ៉ាងណាឲ្យឪពុកម្ដាយបាននៅបញ្ញាក្នុងទីនេះគឺការបាននៅការយល់ត្រូវគឺជាសមាធិតាមរយៈការឲ្យគាត់បានស្ដាប់ធម៌ការឲ្យគាត់បានអានសភៅធម៌ឬក៏វិធីសាស្ត្រណានីមួយឲ្យគាត់នឹងយល់ត្រូវលះបង់ការយល់ខុសនឹងមានប្រាជ្ញាស្មារតីភ្លឺថ្លានៅក្នុងហេតុផលនោះកូនរបៀបនោះព្រះអង្គថាឈ្មោះថាកូនដែលបានធ្វើនៅការតបចំពោះមេដាបេដាដល់ប្រពៃជាទីបំផុតមិនអាចរកកូនឯណាឲ្យប្រសើរលើសនឹងទៀតឡើយកូនរបៀបនេះឲ្យឈ្មោះម្យ៉ាងហៅថាអតិជាតិបុត្រមានន័យថាបានបើកបង្ហាញផ្លូវមេដាបេដាដើរទៅរកផ្លូវត្រូវហើយប្រព្រឹត្តទៅក្នុងជីវិតកសាងពូជល្អកម្មល្អសេចក្តីល្អនឹងឯងជាកំណប់ទ្រព្យជាពូជផ្ដល់កំណើតដោយព្រះអង្គសម្ដែងចឹងថាកម្មទាយេតោកម្មយោនិកម្មពន្ធុកម្មបដិសរណោយ៉ាងកម្មង្ករេសាមិកាលយានងវាបាបកੰវាតស្សទាយេតោពវិសាមិពិចារណាចឹងថាអាត្មាអញមានកម្មជាផៅពងមានកម្មជាអ្នកឲ្យផ្ដល់កំណើតមានកម្មជាទីពឹងជាទីរលឹកថាបើអាត្មាអញធ្វើនៅកម្មណាទោះបីអាក្រក់ក្តីល្អក្តីអាត្មាអញនឹងជាទាយាទនៃកម្មនោះទាយាទនឹងគឺជាអ្នកទទួលមរតកហើយគេថាងាយដែលប្រសង់បានសូត្រថាសัพពេសត្តាមរិសន្តិមរណំតੰហិជីវិតੰប្រសង់សូត្រតែជាពាក្យរបស់ព្រះសម្មាសម្ពុទ្ធជាពាក្យត្រាស់ដឹងមិនមែនជាពាក្យសូត្រយករង្វាន់ទេគឺសូត្រនោះសូត្រប្រាប់ប្រែថាម៉េចសត្វទាំងឡាយសុទ្ធតែមានសេចក្តីស្លាប់គ្រប់គ្នាព្រោះថាជីវិតរបស់សត្វទាំងឡាយសុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណម្យ៉ាងទៀតនេះម្យ៉ាងទៀតសត្វទាំងឡាយរមែងកាន់យកនៅផលបុណ្យនិងផលបាបហើយនឹងទៅតាមយថាកម្មពាក្យថាទៅតាមយថាកម្មគឺទៅតាមសំគួរដល់អំពើដែលខ្លួនបានធ្វើកាលពេលដែលរស់នៅណានឹងចឹងអ្នកដែលធ្វើអាក្រក់តែធ្លាក់ទៅកាន់នរកអ្នកធ្វើល្អតែងឡើងទៅកាន់សុគតិភពតាស្មាករិយកល្យាណੰនិច្ចយ៉ាងសម្បរាយិកੰបញ្ញានិបរលោកាស្មੰបតថាហន្តិបានេណੰព្រោះហេតុដូច្នោះហើយសាធុជនក៏បីធ្វើសេចក្តីល្អព្រោះថាបុណ្យ
តែងជាទីពឹងរបស់សត្វក្នុងបរលោកគឺលោកដតីបុណ្យអីមិនបុណ្យគេធ្វើឲ្យទេគឺបុណ្យដែលធ្វើខ្លួនឯងមុនពេលស្លាប់ដូច្នេះអ្វីដែលសំខាន់មានពីរករណីគឺការចិញ្ចឹមដោយរូបកាយនិងទឹកចិត្តរបស់គាត់ហើយនឹងការសាងពូជកំណើតរបស់គាត់នៅក្នុងភពថ្មីដោយឲ្យគាត់ធ្វើសេចក្តីល្អនេះទៅជាហេតុទៅជាឋានៈដែលព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គទ្រង់បង្រៀនមនុស្សលោកទាំងឡាយបើយើងយកទៅលើកម្មវិធីអ្នកធ្វើកម្មវិធីគឺជាមុខរបររបស់គេថាអញ្ចឹងគេខឹងទៀតប៉ុន្តែជាការពិតគឺជាមុខរបររបស់គេឥឡូវគេថាធ្វើអញ្ចេះម៉ែឪនឹងរួចផុតទុកឲ្យងាប់ទៅហ្នឹងជាមុខរបររបស់គេព្រោះគេរស់ដោយសាររបរហ្នឹងបានជាគេប្រឹងណាស់ប្រឹងល្ងាចប្រឹងព្រឹកនោះហើយកម្មវិធីក៏ចេះតែច្រើនឡើងមិនដឹងថាគេហៅស្អីខ្លះទេកម្មវិធីនោះខ្មោចចិនគេធ្វើអញ្ចេះទៅខ្មោចយួនខុសគ្នាបន្តិចទៅខ្មោចបារាំងសេះនោះវាខុសបន្តិចទៀតទៅឥឡូវគេដាក់ប៉ាសពតឲ្យខ្មោចទៅលើអាមេរិកកាំងទៅនៅឋានសួគ៌ណាទៀតនោះហើយក៏ខួរក្បាលមនុស្សកាន់តែយ៉ាប់ទៅបណ្ដោយអ្នកធ្វើនោះគាត់ក៏មិនចេះខ្មាស់អៀនមិនខ្លាចអ្នកចេះដឹងនឹងគេសើចចំអកអីគាត់មិនចេះខ្មាស់តែហ្មងហើយអ្នកដើរតាមនោះក៏ចេះតែធ្វើទៅអ្នកខ្លះនឹងរស់ស៊ីមកជីវិតរកផ្ទះថ្មនៅមិនបានងាប់ទៅដុតផ្ទះថ្មឲ្យអញ្ចឹងមានតែបាច់រស់ទេយើងទាំងអស់គ្នាបើចង់បានផ្ទះថ្មនៅឆាប់ងាប់ទៅគេលោកកើតមកបានផ្ទះថ្មឬក៏បានន័យអញ្ចឹងអ្នកខ្លះទៀតពឹងខ្មោចម៉ែខ្មោចឪឲ្យជួយឲ្យខ្ញុំរស់ស៊ីមានបានគាត់ចិញ្ចឹមយើងមកជីវិតគាត់ដែរចង់ឲ្យយើងក្រហើយគាត់រស់នៅនឹងរកផ្ទះថ្មឲ្យយើងនៅមិនបានផងហើយដងគាត់ងាប់ហើយមិនឲ្យមកជួយហើយលោកងងឲ្យម្លេះលោកប្រើម៉ែឪមិនតន់អស់ចិត្តអញ្ចឹងដែលសួរហ្នឹងអាត្មាចាំបាច់និយាយដល់ហ្នឹងអាត្មានិយាយចូលចិត្តបើកកន្លឹះឲ្យពិចារណាមិនមែនឲ្យជឿអាត្មាទេហើយថាអាត្មាបដិសេធគេក៏មិនបដិសេធដែរបើគិតថាធ្វើទៅវាសុបាយចិត្តទៅធ្វើទៅមានលុយច្រើនគិតទៅធ្វើប៉ុន្តែតើយើងបានទទួលការចេះដឹងប៉ុណ្ណាដែរដែលយើងកើតតន់ប្រពុតនេះឬសាសនារបស់ព្រះអង្គនេះដែលឈ្មោះថាយើងកាន់ប្រពុតសាសនាតើយើងបានចេះដឹងបន្តិចបន្តួចពីព្រះអង្គទេព្រះអង្គសម្ដែងថាយោធម្មំបស្សតិសោមំបស្សតិអ្នកណាឃើញធัวអ្នកនឹងឃើញតថាគតសយោមំបស្សតិសោមំបស្សតិអ្នកណាឃើញធัวក៏ឈ្មោះថាឃើញតថាគតដែរក៏ប៉ុន្តែទង្វើរបស់យើងគឺថាយើងបានឃើញបានយល់នៅអ្វីដែលព្រះអង្គបង្រៀនបន្តិចបន្តួចដែរឬទេសូម្បីតែយើងលើកទង់ពុទ្ធសាសនាក៏ដោយប៉ុន្តែយើងបានស្រណោះដល់ការខិតខំប្រឹងប្រែងរបស់ព្រះអង្គអស់4អសង្ខ័យមួយសែនកាប់ដើម្បីបង្ហាញការពិតបន្តិចហ្នឹងតែសូម្បីបន្តិចហ្នឹងយើងមិនព្រមយល់ផងចុះតម្រុំតលទៅអរិយសច្ចធម៌ជាធម៌ដ៏ជ្រាលជ្រៅបំផុតនោះតើជាតិណាកុំថាថ្ងៃណាជាតិណាផែនដីណាអសង្ខ័យកាប់ណាយើងនឹងចូលទៅដល់ច្បាស់នៅសច្ចធម៌បានបើគ្រាន់តែបន្តិចបន្តួចយើងមិនទាំងដឹងផងកម្មផលបន្តិចបន្តួចយើងមិនទាំងដឹងផងពុទ្ធចង់ដឹកនាំយើងយ៉ាងម៉េចយើងមិនទាំងចេះផងអញ្ចឹងគួរឲ្យកំសត់យ៉ាងម៉េចទៅបើកាលណាកើតតន់សាសនារបស់ព្រះអង្គហើយនៅតែមិនយល់ចាត់ទុកថាជាអភ័ព្វបុគ្គលហើយគ្មានអ្វីក្រៅពីមនុស្សដែលកើតមិនតន់សាសនាទេអ្នកដែលកើតតន់សាសនាហើយមិនរៀននៅអ្វីដែលព្រះអង្គបង្រៀនមានន័យថាដូចកើតមិនតន់អញ្ចឹងសប្បុរសទាំងឡាយដែលយល់តម្លៃពីការពិតស្វែងរកសប្បុរសស្វែងរកការពិតស្វែងរកធម៌ដែលជាផ្លូវនឹងរាប់ជាតិជាអនេកអ្នកដែលយល់តម្លៃការពិតរបស់ព្រះធម៌គ្មានលុយទិញបានទេក្នុងโลกនេះក៏គ្មានអ្វីដើម្បីថ្លឹងថ្លែងទៅឲ្យគុណព្រះធម៌បានដែរបុរាណាចារ្យដូចជាប្របាទសង្ឃៈជាដើមតែមួយប្រកាសថាប៉ុណ្ណោះ
ក៏ប៉ុន្តែលោកបានយល់សុខចិត្តកាត់ក្បាលថ្វាយព្រះធម៌ទៅហើយអញ្ចឹងនេះនិយាយអំពីគុណព្រះធម៌អញ្ចឹងបានខ្ញុំប្រកាសអាត្មាភាពការសម្ដែងបើពុទ្ធបរិស័ទក្រន់តែចង់បានបុណ្យព្រោះការស្ដាប់នៅប្រពៃណីនៃការស្ដាប់អញ្ចឹងអស់កម្លាំងនៃការដើរសម្ដែងធម៌ណាមែនទែនទៅក្រន់តែត្រឡប់មកពីថៃវិញមកថ្ងៃទី16 26មកដល់ពេលល្ងាចរហូតមកដល់ប៉ុណ្ណេះក្រន់តែអ្នកនិមន្តទេប្រហែលជាជាង20ក្រែប៉ុន្តែទៅទទួលបានមួយគាត់ឥឡូវហ្នឹងវាធ្វើឲ្យខ្ញុំបកណាអាត្មាភាពចាប់ផ្ដើមអស់កម្លាំងនិយាយត្រង់មិនមែនថាពីមុននិយាយកុហកទេប៉ុន្តែអានេះនិយាយពីអ្វីដែលគេការពិតចាប់ផ្ដើមឲ្យខ្ញុំកណាអាត្មាភាពអស់កម្លាំងបន្តិចម្ដងនៃការពន្យល់ឃើញលំអនៃឱវាទរបស់ព្រះសម្មាសម្ពុទ្ធល្អណាស់ចង់តែពន្យល់ឲ្យពុទ្ធបរិស័ទនឹងបានយល់ក៏ប៉ុន្តែពុទ្ធបរិស័ទស្ដាប់គ្រាន់តែចង់បានបុណ្យថាចង់បានបុណ្យគ្រាន់តែថ្វាយគុំចាក់ដៃទៅបានហើយតែអាត្មាជិះឡានរាប់រយគីឡូសួរតែអាត្មាទៅដើម្បីអ្វីមិនមែនទៅទេឲ្យញាតិញោមបានបុណ្យទេគឺចង់ឲ្យយល់តែប៉ុណ្ណោះប៉ុន្តែការយល់ដឹងមិនសូវមានបានទទួលផ្លែផ្កាដែលអ្វីដែលខ្ញុំកណាអាត្មាភាពចង់ផ្ដល់ឲ្យសោះព្រោះហេតុហ្នឹងហើយបានចេះតែអស់កម្លាំងបន្តិចម្ដងប្រហែលជាមកពីខ្ញុំកណាអាត្មាភាពបុណ្យបារមីមិនតន់សមជាអ្នកដើរប្រាប់គេនៅឡើយបុណ្យរបស់ខ្លួនប្រហែលជានៅខ្វះខាតត្រូវសន្សំដោយខ្លួនឯងឬក៏ត្រូវផ្អាកការនិយាយប្រាប់គេសិនក៏មិនដឹងប៉ុន្តែទោះយ៉ាងណានៅប្រឹងប្រែងបន្តិចទៅទៀតសាកមើលប៉ុន្តែបើចំពោះក្មេងៗដែលស្ដាប់វិញដូចជាមានផ្លែផ្កាច្រើនតាមចំណាំមើលពីព្រោះក្មេងៗខួរក្បាលនៅស្អាតប្រពៃណីមិនតន់រុំពាត់ខួរក្បាលនិយាយពីហេតុផលបើសិនជាបានមួយដូចជាច្បាស់មិនមែនច្បាស់ទៅជាច្រឡំខាំអីទេគឺច្បាស់រឿងហេតុផលគុណដឹងគុណពិតចេះស្រឡាញ់ម៉ែឪពិតហ្នឹងដូចស្ដាប់រឿងគុណអញ្ចឹងគឺត្រូវធ្វើជាមួយម៉ែឪតន់ពេលនៅរស់ហ្នឹងគ្នាស្ដាប់ទៅយល់ដូចម្នាក់នៅស្វាយរៀងអញ្ចឹងមកបានមួយអញ្ចឹងសប្បាយចិត្តគូអ្នកខ្លះហ្នឹងគិតដល់ម៉ែឪងាប់ចាំធ្វើថាធ្វើម៉េចឲ្យមានហុងស៊ុយតែឱវាទរបស់ព្រះអង្គគឺសំខាន់ពេលរស់ហ្នឹងហើយតម្រង់ទាំងទិដ្ឋិរបស់គាត់តម្រង់គិតទាំងសុខទុក្ខរបស់គាត់ណាតួនាទីយើងឃើញអីខ្លះទី1ឪពុកម្ដាយចិញ្ចឹមកូនយ៉ាងណាកូនត្រូវតែចិញ្ចឹមគាត់យ៉ាងនោះដោយគ្មានលក្ខខណ្ឌដូចគ្នាទី2ត្រូវស្នងវងតកូលឲ្យបានល្អតំគុំតំកាំងវងតកូលឲ្យបានល្អទី3ធ្វើខ្លួនឯងឲ្យសមជាអ្នកទទួលមរតកហ្នឹងហើយមួយទៀតនោះរាប់រំលងគឺជួយការងាររបស់គាត់កាលពីការចិញ្ចឹមឲ្យបាយឲ្យទឹកគឺថាជួយខ្វល់ខ្វាយមិនមើលនឹងភ្នែកសួរថាទាំងអស់នេះធ្វើអីពេលណាគឺគេដែលគាត់នៅរស់ចុះដែលប្រពៃនៃរោមគាត់មិនដល់ងាប់បានគិតថាតើត្រូវធ្វើយ៉ាងម៉េចកប់តាណាមានហុងស៊ុយទីបំផុតមិនមែនជាការដឹងគុណទេការដែលរស់ហុងស៊ុយគ្រាន់តែខ្លាចខ្លួនឯងរស់ស៊ីក្រតែប៉ុណ្ណោះទេគឺអាត្មានិយមដដែលមិនមែនគិតម៉ែទេមិនមែនគិតឪឡើយតែបើអ្នកយល់ធម៌របស់ព្រះសម្មាសម្ពុទ្ធភ្ញាក់ដូចគេដាក់មកដបងអញ្ចឹងម៉ែឪនៅមានគឺត្រូវតែប្រឹងប្រែងគោរពបើមិនបានជួយគាត់ដោយវិធីណាមិនធ្វើឲ្យគាត់លំបាកនេះឯងជាអ្នកយល់ធម៌ព្រះដែលអាត្មាចង់ចែករំលែកប៉ុន្តែអ្នកខ្លះនឹងនិយាយពីខ្លាចបាត់ប្រពៃណីអូយខ្លាចដោយតែអាត្មានឹងយកអាបេទៅបាញ់អញ្ចឹងណាតាមពិតនឹងចង់យកពូជទៅសាព្រោះឲ្យសង្គមនឹងរស់នៅបានសុខពធដែលអាត្មាសម្ដែងអាត្មាមិនសូវនិយាយដល់ប្រទេសជាតិធំដុំទេ
និយាយត្រឹមតែគ្រួសារនិយាយត្រឹមតែកូននឹងម៉ែឪប៉ុន្តែសួរថាប្រទេសជាតិវាកើតមកពីស្អីថាវាកើតមកពីបុគ្គលម្នាក់ទៅជាបុគ្គលច្រើនអ្នកកាលណាក្រុមគ្រួសាររួបចំបានល្អគ្រួសារមានសុវត្ថិភាពគ្រួសារមានសុភមង្គលវាមានចាំបាច់រវល់អីដល់ប៉ូលីសដល់ចរាចរណ៍ដល់សង្គមជាតិការអប់រំវាចេញពីមនុស្សម្នាក់យ៉ាងហោចក៏យើងមិនបានធ្វើឲ្យសង្គមលំបាកដោយសារយើងដែរហ្នឹងហើយអញ្ចឹងការយល់ធម៌គ្មានបាត់បង់អ្វីឡើយមានតែការចំណេញសួរថាឪពុកម្ដាយណាមិនចង់បានកូនល្អសូម្បីតែកូនក៏ចង់បានឪពុកម្ដាយល្អដែរឧទាហរណ៍ថាបានឪពុកនឹងផឹកស្រាដើរអាវ៉ាខ្សែពេញនឹងសួរថាពេញចិត្តទេមិនពេញចិត្តឡើយតាមពិតមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកត្រូវការធម៌ប៉ុន្តែមិនព្រមដឹងថាធម៌គឺជាអ្វីមេគាព្រះធម៌គឺជាមេគាទៅរកអ្វីដែលយើងចង់បាននឹងឯងគឺសេចក្តីសុខសេចក្តីចម្រើនសុភមង្គលសេចក្តីសុខដែលប្រាសจากការបៀតបៀនប្រាសจากការព្យាបាទប្រាសจากទុក្ខកង្វល់ក៏ប៉ុន្តែដោយសារមេគាព្រះធម៌នឹងមិនសូវត្រូវគេបើកបង្ហាញទិដ្ឋភាពដែលមើលឃើញយកតែប្រពៃណីរំពាត់មនុស្សត្រូវធ្វើអីរៀបនេះត្រូវធ្វើអីរៀបនោះម្ល៉េះហើយមនុស្សរកលុយរកកាក់មកគឺចាំបាច់ត្រូវរៀបរបស់នឹងតែអ្វីដែលជាលំអជីវិតរស់នៅមិនសូវធ្វើនឹងចឹងអាត្មាលើកមកប៉ុណ្ណេះបើញាតិញោមឬក៏បងប្អូនទាំងឡាយស្ដាប់ពិចារណាមើលចុះតើព្រះពុទ្ធគឺជាអ្វីព្រះពុទ្ធមានសច្ឆាមដូចយើងព្រះអង្គស្គាល់សុខទុក្ខរបស់យើងយ៉ាងច្បាស់ស្គាល់យើងជាងយើងខ្លួនឯងស្គាល់ខ្លួនឯងទៅទៀតស្គាល់ដល់សេចក្តីត្រូវការរបស់យើងទៅព្រះអង្គបានបង្កើតមេរៀនឲ្យយើងមិនមែនបង្កើតទេគឺថាព្រះអង្គប្រាប់មេរៀនដែលព្រះអង្គទ្រង់ឃើញឧទាហរណ៍ថានៅក្នុងក្រុមគ្រួសារម្នាក់មានកូនដ៏កតញ្ញូម្នាក់សួរថាតើសេចក្តីសុខក្នុងក្រុមគ្រួសារនឹងយ៉ាងណាផ្ទុយមកវិញនៅក្នុងក្រុមគ្រួសារម្នាក់មានកូនអកតញ្ញូម្នាក់បំផ្លាញទ្រព្យសម្បត្តិម៉ែឪមិនចេះឈប់មិនចេះហើយដើរលេងមិត្តភ័ក្តិកាប់គ្នាបែកក្បាលសួរថាតើបង្កអ្វីខ្លះដល់ក្រុមគ្រួសារឃើញទេតែការអប់រំកូនចៅឲ្យមានសិលធម៌ឲ្យមានកតញ្ញូតាធម៌គឺជាការផ្ដល់សុភមង្គលដល់ក្រុមគ្រួសារនឹងឯងតែយើងមិនតន់យកធម៌យកមកប្រតិបត្តិទេអញ្ចឹងហើយបានជាគេសួរថាព្រះពុទ្ធសាសនានៅក្នុងស្រុកខ្មែរថា80ទៅ90% ជាអ្នកកាន់ពុទ្ធសាសនាហេតុអ្វីខ្មែរនៅចិត្តអាក្រក់ច្រើនម្ល៉េះទេកុំនិយាយថាខ្មែរចិត្តអាក្រក់ច្រើនម្ល៉េះក៏មានខ្មែរចិត្តល្អដែរក៏ប៉ុន្តែមុននឹងឆ្លើយសំណួរនឹងទៅវិញសួរថាតើសង្គមហ្នឹងយកធម៌ប៉ុន្មានខក្នុង 84000 បឋមខណ្ឌដែលព្រះពុទ្ធទ្រង់សម្ដែងហ្នឹងកុំនិយាយយកទាំងអស់តើប៉ុន្មានខបាន1ហើយនៅបាន2ហើយនៅដែលព្រះពុទ្ធសម្ដែងមកហ្នឹងយកទៅប្រតិបត្តិប្រចាំជីវិតអ្នកខ្លះអត់សោះបដ ாய் ណាកុំថា2 3 1អត់ផងធម្មោអោសថោធัวជាឱសថពុទ្ធោមហាវេជោព្រះពុទ្ធគឺជាមហាពេទ្យអញ្ចឹងមុននឹងសួរថាតើថ្នាំស័ក្តិសិទ្ធិដែរឬទេអញ្ចឹងពេទ្យត្រូវសួរវិញសិនថាតើបានផឹកថ្នាំដែរឬទេទោះតែផឹកសិនតើប្រតិកម្មរបស់ថ្នាំប្រសិទ្ធភាពរបស់ថ្នាំវាយ៉ាងម៉េចយើងមិនតាន់បានផឹកមកគ្រាប់ផងយើងវ័យស្មានតែខាងក្រៅដូចពាក្យមួយថាកុំវិនិច្ឆ័យសៀវភៅមួយក្បាលដោយគ្រាន់តែឃើញគ្រាប់របស់វាអ្នកវិនិច្ឆ័យពុទ្ធសាសនារាល់ថ្ងៃឃើញតែសម្បកតែប៉ុណ្ណោះមើលតួវត្តតួអារាមមើលរូបភាពប្រសង់ប្រព្រឹត្តខុសយ៉ាងនេះយ៉ាងនោះសន្តោសវិខសាមណេរប្រព្រឹត្តខុសយ៉ាងនេះយ៉ាងនោះដូនជីយ៉ាងនេះយ៉ាងនោះនឹងជាសម្បកតែតួពុទ្ធសាសនាមិនមែនអ្នកទាំងអស់គ្នានោះទេពុទ្ធសាសនាគឺជាមេរៀនដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្រៀននេះហៅថាព្រះពុទ្ធសាសនាចុះលោកនឹងស្អីនោះគឺជាសមាជិកអង់គ្លេសហៅថា disciple
hầu ta xa vẽ của bạn này chia xa vẽ rồi bỏ về sama samput nè chia xa vẽ chia nẹt cổ rục chia sama chức này nẹt cắn chia sama chức này nẹt cổ rục tại bên đó tại mình men chỉ tú của Phật sát thì trong bờ sân chia sama chức từng nó cũng rất là khó trao từ sự thật khôi của Phật sát thìถ้ามันkhôi thì Phật sát thay thay chỉ này tôiยังដូចជាពេជ្រចឹងនៅពេលដែលមនុស្សយល់តម្លៃពេជ្រក៏នៅតែល្អនៅពេលដែលមនុស្សនាំគ្នាឈួតលីលាលែងស្គាល់ថាពេជ្រមានតម្លៃខ្លាយជាមន់អស់ទៅហើយនោះគឺថាពេជ្រហ្នឹងវាលែងល្អឬមិនមែនទេពេជ្រនៅតែល្អក៏ប៉ុន្តែគ្រាន់តែអ្នកនៅជុំវិញនោះមិនស្គាល់តម្លៃពេជ្រតែប៉ុណ្ណោះយ៉ាងណាមិញព្រះពុទ្ធសាសនាថ្លៃថ្លាជានិច្ចធម៌នៅតែជាមាគ៌ាដ៏ល្អដដែលក៏ប៉ុន្តែអ្នកកាន់ពិតមិនបានគឺអ្នកនោះគ្មានសមត្ថភាពទទួលតែប៉ុណ្ណោះគ្មានសមត្ថភាពទទួលបាននៅភាពត្រជាក់អំពីការប្រតិបត្តិធម៌ដោយពាក្យព្រះអង្គទ្រង់ត្រាស់ថាអរិយមគ្គមានដរាបណាបុគ្គលទី1ទី2រហូតដល់ទី8ឬក៏ទី4មានដរាបនោះគឺសំខាន់ផ្លូវប្រតិបត្តិចឹងបាននិយាយដល់តួព្រះពុទ្ធសាសនាគឺត្រូវសំដៅទៅលើពាក្យបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធតែបើអ្វីដែលយើងស្ដាប់ឮមើលឃើញគឺជាបរិក្ខាឬក៏ជាសមាជិកនៃអ្នកកាន់ពុទ្ធសាសនាវត្តជីវរជាដើមជាបរិក្ខារីឯមនុស្សអ្នកកាន់គឺជាសមាជិកនៃអ្នកកាន់តែប៉ុណ្ណោះអ្នកកាន់ធ្វើល្អមិនល្អវាមិនខូចព្រះពុទ្ធសាសនាទេមកឧទាហរណ៍ម្យ៉ាងទៀតពុទ្ធសាសនាគឺជាមេគាដែលផ្ដោតសំខាន់អរិយមគ្គអង្គ8ប្រការនៅពេលដែលយើងមានមនុស្សដើរច្រើនផ្លូវមួយដែលមនុស្សដើរច្រើនវាសំដែងឲ្យច្បាស់ប្រកបថានេះជាផ្លូវពិតប្រាកដនៅពេលដែលមនុស្សឈប់ដើរមនុស្សវង្វេងច្រើនផ្លូវនៅតែជាផ្លូវនៅតែជាផ្លូវក៏ប៉ុន្តែមនុស្សកាន់តែវង្វេងផ្លូវព្រោះដើរខុសផ្លូវសួរថាផ្លូវនឹងរត់ចោលមនុស្សឬក៏មនុស្សដើរចោលផ្លូវតាមពិតផ្លូវនៅតែជាផ្លូវចុះមនុស្សបាត់ផ្លូវថាមកពីមនុស្សដើរខុសផ្លូវមិនមែនផ្លូវរត់ចោលមនុស្សទេពេលនេះព្រះអង្គទ្រង់ត្រាស់សម្ដែងក្នុងប្រសូតមួយថាមនុស្សវង្វេងផ្លូវមិនដើរតាមផ្លូវមិនមែនជាទោសរបស់ផ្លូវឡើយជាទោសរបស់អ្នកនោះឯងពេលមនុស្សក្តៅក្រហល់ក្រហាយស្រេកទឹកពងជើងពងដៃតើហាលថ្ងៃកើតការក្រហល់ក្រហាយមានស្រះបោកករណីដល់ត្រជាក់មនុស្សមិនចុះទៅរកស្រះទៅផឹកទឹកទៅងូតទឹកវាមិនមែនជាទោសរបស់ស្រះឡើយគឺជាទោសរបស់អ្នកនោះឯងយ៉ាងណាមិញព្រះធម៌មានពាក្យថាព្រះធម៌នឹងសួរថាតើខ្មែរយើងស្គាល់ពាក្យព្រះធម៌យ៉ាងណាអាត្មាអាចវិនិច្ឆ័យថាស្ទើរតែ98ទៅ99% នៃខ្មែរយើងអ្នកកាន់ពុទ្ធសាសនាកាលណានិយាយពាក្យថាធម៌គឺសម្រាប់សូត្រតែប៉ុណ្ណោះធម៌សម្រាប់សូត្រធម៌សម្រាប់ថ្វាយបង្គំធម៌សម្រាប់ការពារឧបទ្រពផ្សេងក៏ប៉ុន្តែនិយមន័យពិតរបស់ធម៌គឺជាមាគ៌ាសម្រាប់ប្រតិបត្តិទៅរកសេចក្តីសុខតែប៉ុណ្ណោះឯងនឹងចឹងបែកវែងឆ្ងាយបន្តិចហើយញាតិញោមពិចារណាមើលចុះគ្រាន់តែមាគ៌ាមួយដែលព្រះអង្គសម្ដែងពាក់ព័ន្ធនឹងកូននិងឪពុកម្ដាយថាការតបចំពោះឪពុកម្ដាយមាន4សម្រាប់ឪពុកម្ដាយនៅរស់មួយប៉ុណ្ណោះទេសម្រាប់ពេលដែលស្លាប់ទៅក្រែងលោទេក្នុងលក្ខណៈក្រែងលោឪពុកម្ដាយនឹងបានកំណើតដល់ថោកទាបក៏យើងធ្វើតក្កណានុបទានមិនមែនត្រូវតែទេគឺក្នុងលក្ខណៈក្រែងលោឃើញទេវាមិនមែនឪពុកម្ដាយស្លាប់ទៅសិតទៅកើតប្រែទាំងអស់ទេគាត់មានបុណ្យមានកុសលគាត់ទៅកើតជាមនុស្សគាត់ទៅកើតជាទេវតាអីចឹងទៅប៉ុន្តែក្នុងលក្ខណៈក្រែងលោក្នុងភពទាំង31នឹងវាមិនមែនម្នាក់នឹងងាប់ទៅកើតទាំង31ហើយម្នាក់នឹងងាប់ទៅពិតជាកើតប្រែតហ្នឹងទេ
ប៉ុន្តែសត្វដែលទទួលបនបានមានតិចប៉ុណ្ណោះអញ្ចឹងក្នុង100នាក់បើនិយាយមែនទែនទៅកើតចំកន្លែងទទួលការអនុមោទនាបានចឹងច្រើនម្នាក់ចុះក៏ប៉ុន្តែយើងនៅតែត្រូវធ្វើព្រោះជាទូនាទីក្នុងលក្ខណៈថ្លៃលោទោះបីឪពុកយើងម្ដាយយើងមិនទៅកើតកន្លែងនោះក៏មានញាតិដទៃទៀតអាចទទួលអនុមោទនាបាននេះក្នុងលក្ខណៈយ៉ាងនេះក៏ប៉ុន្តែអ្វីដែលច្បាស់គឺម៉ែឪនៅរស់ចិញ្ចឹមទាំងរាងកាយនិងទឹកចិត្តរបស់គាត់ហើយនឹងចិញ្ចឹមគុណធម៌របស់គាត់សាងជាតិថ្មីឲ្យគាត់ឲ្យស្រេចឲ្យគាត់ធ្វើបុណ្យកុសលឲ្យគាត់មានសេចក្តីល្អឲ្យគាត់មានកុសលធម៌ប្រចាំចិត្តមុនពេលដែលគាត់ចែកឋានទៅដូចគ្នានឹងមុនពេលដែលគាត់ចេញដំណើរពីផ្ទះយើងរៀបបាយសំណុំឲ្យគាត់អញ្ចឹងមិនមែនចាំបាច់ដល់គាត់ទៅ100គីឡូហើយស្រែកមកថាអត់បាយទេហើយយើងទៅមិននឹងអញ្ចឹងធ្វើបុណ្យឲ្យតន់ខែភ្លឺកុំចាំគាត់ឈឺស្លាប់មរណាទៅនាំបងប្អូនមកវេដាដល់គុណរូបាអាត្មាគាត់ធ្វើបុណ្យយ៉ាងនេះហៅខែងងឹតកាលនៅជីវិតមិនមានមាត់ដល់ពេលស្លាប់ហើយទឹកនឹកគាត់ទៅនឹកគាត់យកធាតុដាក់វត្តឲ្យស្ដាប់ធម៌ខ្លួនម្ដាយឪពុកនៅស៊ីបានកូនចៅប៉ុន្មានមិនដឹកនោះយកបាយឬទឹកម្ហូបសម្លមិនមានត្រេកអរបូជាឡើយកូនអើយខ្ញុំផ្ដាំដាស់គំនិតដែលអ្នកបានគិតនៅខាងក្រោយបើអ្នកមានគុណនៅរស់ឡើយកុំអោយស្ដាយក្រោយខានបូជាអញ្ចឹងមិនសំខាន់ឡើយងាប់ហើយដុតក៏បានបូជាក៏បានព្រោះជារបស់គ្មានប្រយោជន៍របស់ស្អុយរលួយហ្នឹងបើយើងពិតជាស្រឡាញ់ណាស់កុំយកទៅកប់ចោលទុកលើផ្ទះហ្នឹងទៅបើអួតថាឯងស្រឡាញ់ម៉ែឪនោះទុកមិនបានជារបស់ទៅទេព្រះអង្គសម្ដែងថាជារាំងវត្តយ៉ាងកាយកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រះហើយជាកាយគឺគេបោះចោលដូចជាអង្គត់អស់មានប្រយោជន៍ស្អីចាញ់ទៅគាត់អស់ផងបើថាព្រះអង្គព្រាបបើមែនទេទៅគាត់អស់នៅដុតបាននៅទ្របជើងបានប៉ុន្តែកាយមនុស្សនេះគ្មានធ្វើអីកើតនឹងអញ្ចឹងល្មមឈប់ឆ្ងល់ហើយថាដុតឬក៏មិនដុតថាជាតិណាក៏គេមានដុតគេមានកប់អញ្ចឹងដែរណាហើយធូរទៅឲ្យខ្មៅនោះគឺមនុស្សច្រើនដោយទោសៈទេទៅកើតកន្លែងខ្មៅនោះនឹងអញ្ចឹងប៉ុន្តែយើងមើលចោះប្រពៃណីខ្លះនឹងហាក់ដូចជាដឹងគុណម៉ែឪណាពេលចូលឆ្នាំសែនជោគ2 3ជាដូនមួយគាត់ចាស់គាត់ត្អូញគាត់ត្អូញនៅពោធិ៍សាត់ណាដល់ពេលខែមនសំដៅសែនជ្រូកក៏ដាក់2អីគាត់អង្គុយលោមើលកូនវាសែននៅជាដូនជាតាវិញដាក់ជ្រូកទាំងគូមិនដែលឃើញអាណាយកក្បាលជ្រូកមួយឲ្យអញសោះគាត់និយាយលេងផងមែនផងប៉ិនគិតមើលត្រូវឲ្យខុសដល់កន្លែងស៊ីអត់កើតហ្នឹងចេះតែឲ្យថាសម័យព្រះចោសម័យពរេប្រវត្តិចុះមនុស្សវាឆោតឥឡូវនេះវារត់ឆោតឡើងណាពីដើមគឺបាយកំពុងអីទេមុំទេដល់ដាក់ថ្នាក់ជ្រូកទាំងគូយ៉ាងដែរឥឡូវនេះជ្រូកទាំងគូវាចាំកាន់យ៉ាប់ជាងមុនទៀតហើយទៅសែនហើយមានយកទៅឲ្យខ្មោចស៊ីណាយកមកជប់លៀងគ្នាឯងដែរយកហុងស៊ុយរបស់គេតាទេសម័យពីដើមនោះរឿងមាននុកដែលទៅកើតឋានទេវតាហើយឪពុកយកបាយយកទឹកទៅសែននៅកន្លែងព្រៃដុតខ្មោចកូនតូចកូនមកកូនពិសាកូនចូលញ៉ាំណាពុកយកមកឲ្យហើយណាកូនស៊ីទឹកកូនគាត់មែនទែនទៅបដិសន្ធិទេវតានោះហួសចិត្តហ្មងអញនៅរស់អត់ចេះធ្វើទៀនធ្វើអីទេហើយដល់ទៅពេលយកលុយមកអស់អត់ប្រយោជន៍មកសែនឲ្យខ្មោចស៊ីកូនគាត់ហ្នឹងទៅកើតទេវតាមកនិមិត្តធ្វើជាកូនក្មេងមួយនិមិត្តគោងាប់មួយយំហឺអញ្ចឹងគោស៊ីស្មៅទៅគោឯគាត់នោះកំពុងតែយំវល់ឲ្យកូនមកស៊ីបាយដល់លឺក្មេងយំអញ្ចឹងគាត់ទៅសួរអូនយំអីហ្នឹងគោខ្ញុំវាមិនស៊ីស្មៅសបើគាត់មើលគោងាប់អីហ្នឹងគ
cô ngọc na chết xí máu hãy cho ta ai dùng thử ấy đây cho ta dùng nâng dùng ro côn ở côn một xì bài sai ở côn chẳng chăm mơ dân pi năng là chuột chuyện nhóm vô mau ở cô xí cô nhóm tơ tiền ngóp viên đâu mót tây về xì ở cả chất côn tại ấy những đợt ở đã hơi những vì miền mót ấy nào sầm đẹp gì hay dân là chuột chuyện rồi này nghe luôn con được cái vây mà ta bòn vậy đó điên đạp tới đang ta chảo mình á vô rồi cô ngọc xí phải chảo ta nó vô từ xa là môi đốt hết nó cười chảo bên bên vậy cái kế dân đi làm nè bên là 10 giờ mà ở được khai chui cho nên mình đong với tụi bạc cành mòn chụp cái nó bên đang cho vậy tràn về tràn là tràn cái đó là gì ở kịch vậy ở kịch đó mình giờ chưa thế kịch mơ đó bờ mình đúc cục kia ngọt hay bàn trăm thôi vị thi chẳng sự đây là không chỉ vật này lên miền bờ mình đúc lên thôi sự đây là thôi lên thôi bon pe để nấu rau hai sừng cung dương có mình bàn sọc đây rùa không rùa tại miền choan chương kia tại đàm rùa miền lên kích sơ lật thua lên kích sự đây là miền sần của ngọt tới cái độc tiệt mò ấy anh ta nấu tiệt mò tiệt bạp bà mát bạp tục mà lại bây này chẳng xưa là lo thế mình mến thế đó tên là đây à cọ đó là cầm đất à cọ đó là cầm đất à cọ thưa ơi mà nó chúc bông uất kia đường sự đây lõ bông uất kia bị đường miền sần cái này giờ hỏi ấy bông uất kia bị đường miền sần miền lan lõ bạch mờ một chó mấy bán ấy bản tích che lớn con từng khấm ấy à cọ tới thưa ba bạn thưa ba sân ở phù đồng ngọc tới cái thưa tẹt mò oi tì đấy lan vì là đột oi tì anh tụi cao tẹt mò tịt vì năm ở chưa kho nhớ nhé chẳng có bây này mìnhประกอบthà lọ thế bây này khăn lọ mớ có bàn tay chia ở tiệm là cọ đo sừng cùng rồi ông oi thưa bốn cứ thưa rưỡi đôi riêng chẳng á riêng từ tàu riêng rưỡi từ bị che bốn có sao để có đo chia cầm nát có đôi khné chẳng từ tàu từ sầm rưỡi vắt hạt chất đó là lọ rưỡi từ chủ vốn là chặt năng ấy việc bành chun nư sẵn đan lõ từ không phục thay tiệt cao đời riêng chẳng việc tôi tới sẵn xong rưỡi ta không chắc cầm đất những nó che mà đau mình tích nạ mình chọc tới che nắng việc cục rắn ở dân bà lon chọc ấy muối thôi cả ấy cao mình ai ở riêng sao đó là pê bà lon vô lôi một bọc chọc ban sinh nhà bạn mến tới thôi cả tỷ ở nâng đời xa dùng cung bốc vào lôi sừng cung na đôi sừng cung na bên là sừng cung khmai thì sừng cung na đôi từ kia và cây miên tịch miên chán mình đâu vấn đề cái áo ban sinh nhà bạn tay chùm này cái nấu tại áo bạn luôn lối tinh chùm này mình bạn anh nâng tu bay chia sừng cung mà nấu miên ca phục lùi phò cho bao sừng cung để bẹ quan đừng bo rồi lốp bẹ quan đừng chiết cầm ná bẹ quan dung mà riêng ấy chẳng dân thực kết thay dung mà riêng một bốc rồi lui cho mua dân tí đấy mấy mua một cách dung mà riêng thay dung mà riêng bốc rồi lui vô lui tôi xô bán và giặt tô can là thằng nguồn chỉ bắp cam phò cam miên cam bốc rồi lui cam thế chẳng bình đăng sân cho về lìa cả đào là một sầm của hai nhưng cả nát và hiệp đôi địa bàn này dễ hai thà này dễ cứ sao tình dễ ở kịch xâm chầm do tao bị phía hơi bởi kịch thà trớ lõ của tại miền cầm đất thay chiên năng to tự tiết đi con ta chỉ cần lực khla tại phần đó sầm rạp bên đi trong cả nát và hiệp xôm Nasaka nâng chùm đàn bộ lý lưu lục và khát dạng ná xôm ở phía tốt rồi cầm ho tay tìm nhiên cho thầm đá chúng cá không đòi cà che mình đó không đòi cà che đáy tay mình cho bác không đòi cà phích phen sự tệ không cà này giấyឬcó luôn kết thả trớ về đây từ chỉ khóc có ai miền chẳng này con tay cầm hỏi này thì mũi cả đòi cho nhận nhóm có miền và nhà mà đây sầm rạp pichana được luôn này tiện
ជ្រើសរើសយកតែគំនិតល្អគំនិតដែលគិតថាអាក្រក់លុបចោលសូមនមស្ការនិងសូមចម្រើនពរលា